ខ្ញុំឈ្មោះសិទ្ធសវណ្ណបញ្ញារៀននៅថ្នាក់ទី6កនៃសាលាបឋមសិក្សាវត្តចាញ់នាងខ្ញុំមានតួនាទីជាប្រធានរាល់ថ្ងៃនាងខ្ញុំដើរមើលសម្រាមនៅក្នុងទីធ្លាដូចជាដឹកនាំសិស្សកុមារជួយរើសសម្រាមថង់ប្លាស្ទិកនិងស្លឹកឈើចូលក្នុងបណ្ណាល័យជួយបង្រៀនសិស្សរៀនយឺតនិងជួយសិស្សខ្សោយខ្ញុំឈ្មោះសម្បត្តិយុផារៀននៅថ្នាក់ទី5កនៃសាលាបឋមសិក្សាវត្តចាញ់នាងខ្ញុំមានតួនាទីជាអនុប្រធាននៃក្រុមសាកុមារការងារសប្តាហ៍ថ្ងៃរបស់នាងខ្ញុំទី1គឺផ្នែកវិន័យនិងចលនា3ល្អផ្នែកវិន័យនិងចលនា3ល្អនេះគឺត្រូវមើលការខុសត្រូវរបស់កុមារដែលមិនស្លោះគ្មានរបៀបរៀបរយជេរប្រមាថគ្នាដែលមិនគោរពគោលការណ៍ថ្នាក់រៀនឬក៏សាលាទី2សង្គ្រោះជួយសង្គមផ្នែកសង្គ្រោះជួយសង្គមគឺមើលការខុសត្រូវរបស់កុមារដែលលេងល្បែងមិនត្រឹមត្រូវដែលលេងល្បែងធ្វើឲ្យគ្រោះថ្នាក់ដល់ខ្លួនប្រាណយកទៅទីចាត់ការដើម្បីព្យាបាលទី3ផ្នែកផ្សព្វផ្សាយផ្នែកផ្សព្វផ្សាយនេះគឺត្រូវផ្សព្វផ្សាយអំពីការរំលោភបំពានសិទ្ធិកុមារទី4ផ្នែកអនាម័យបរិស្ថាននិងបំណិនជីវិតផ្នែកអនាម័យបរិស្ថាននិងបំណិនជីវិតនេះគឺនាងខ្ញុំមើលការខុសត្រូវក្នុងសាលារៀនសួនកុមារសួនច្បារសួនជីវៈចម្រុះផ្សព្វផ្សាយចំណីអាហារដែលហួសថ្ងៃកំណត់ធ្វើឲ្យកុមារមានសុខភាពមិនល្អជំរាបសួរខ្ញុំបាទឈ្មោះខឿនកណៃខ្ញុំមានតួនាទីជាក្រុមប្រឹក្សាកុមារនៃប្រធានទី2ស្រង់ជាវត្តមានសិស្សនៅក្នុងថ្នាក់ជារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍ម្ដងដើម្បីរាយការណ៍ទៅដល់លោកគ្រូនាយកផ្នែកចលនានិងកុមារ3ល្អបានផ្សព្វផ្សាយអំពីការហាត់កីឡានាំមកនៅសុខភាពល្អនិងមានប្រាជ្ញាវាងវៃក្លឹបធនធានវ័យក្មេងខ្ញុំបានប្រាប់ក្មេងកុំឲ្យអានសៀវភៅនិងអប់រំដល់សុជីវធម៌ដល់ក្មេងជាចុងក្រោយខ្ញុំសូមអរគុណ